ហើយថ្ងៃនេះធ្វើវីដេអូខ្លីមួយដើម្បីជ្រើសរើសមេចេញពីក្នុងធុងព្រោះយើងដល់ថ្ងៃចាប់កូនវាហើយចាប់តកៅដួងហើយបងប្អូនយើងដកមេចេញខ្លះបងប្អូនបាទរាល់ពេលដែលយើងដកអញ្ចឹងយើងយកមកដាក់នៅក្នុងកញ្ច្រែងនេះក្នុងកញ្ច្រែងនេះគឺវាមានប្រហោងមានអីចឹងវាដាក់ទៅវាញ៉ាំហើយបងប្អូនហើយទីមួយទៀតយើងល្ងាចឡើងយើងត្រូវថែមសកៃដូងឲ្យមេនឹងវាជញ្ជក់សិនជញ្ជក់ណាហើយយើងត្រៀមនឹងទិញចំណីខ្លះយកទៅដាក់ឲ្យវាស៊ីចំណីនោះមិនមែនចំណីមន់ចំណីអីទេបងប្អូនមានតែផ្លែចេកទេបងប្អូនណាយកតែផ្លែចេកទុំយកទៅឲ្យវាដៀងជញ្ជក់ដើម្បីឲ្យមេវាមានសុខភាពល្អហើយឲ្យវាមានកម្លាំងពលៀងឡើងវិញអញ្ចឹងណាបងប្អូនបាទ